ការទទួលទានគ្រឿងស្រវឹងអាចមានផលប៉ះពាល់ដល់សុខភាពទាំងរយៈពេលខ្លីនិងរយៈពេលវែងប្រសិនបើអ្នកមិនអាចកាត់ផ្តាច់បានទាំងស្រុងទេការអនុវត្តតាមវិធីសាស្ត្រខាងក្រោមអាចជួយកាត់បន្ថយហានិភ័យនិងថែរក្សាសុខភាពបានមួយកម្រិត 1. កំណត់បរិមាណទទួលទាន moderation ការកាត់បន្ថយបរិមាណគឺជារឿងសំខាន់បំផុតកំណត់ដែនកំណត់តាមការណែនាំផ្នែកសុខភាពបុរសមិនគួរទទួលទានលើសពី2កែវស្តង់ដារក្នុងមួយថ្ងៃនិងស្ត្រីមិនគួរលើសពី1កែវស្តង់ដារថ្ងៃសម្រាកគួរកំណត់ថ្ងៃយ៉ាងតិច2ទៅ3ថ្ងៃក្នុងមួយសប្តាហ៍ដែលមិនត្រូវប៉ះពាល់គ្រឿងស្រវឹងដើម្បីឲ្យថ្លើមមានពេលវេលាសម្រាកនិងជួសជុលខ្លួនឯង 2. របៀបផឹកឲ្យមានសុវត្ថិភាពកុំផឹកពេលពុះទទេត្រូវញ៉ាំអាហារដែលមានជីវជាតិជាពិសេសអាហារមានជាតិប្រូតេអ៊ីនឬខ្លាញ់ល្អមុនពេលចាប់ផ្ដើមផឹកអាហារនឹងជួយបន្ថយល្បឿននៃការស្រូបយកជាតិអាល់កុលចូលទៅក្នុងឈាមផឹកទឹកសាបឆ្លាស់សម្រាប់រាល់ការផឹកស្រាមួយកែវគួរផឹកទឹកសាបតាមពីក្រោយមួយកែវនេះជួយឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់និងកាត់បន្ថយការខ្សោះជាតិទឹក dehydration ជៀសវាងភេសជ្ជៈផ្អែមការលាយស្រាជាមួយភេសជ្ជៈមានជាតិស្ករខ្ពស់ធ្វើឲ្យរាងកាយទទួលបានកាឡូរីលើសកម្រិតនិងធ្វើឲ្យជាតិអាល់កុលជ្រាបចូលក្នុងឈាមលឿនជាងមុន 3. ការថែទាំសុខភាពបន្ថែមការទទួលទានអាហារជាតិអាល់កុលអាចបំផ្លាញវីតាមីនមួយចំនួនក្នុងរាងកាយជាពិសេសវីតាមីន B គួរញ៉ាំបន្លែស្លឹកពណ៌បៃតងផ្លែឈើនិងអាហារសម្បូរវីតាមីន B ឲ្យបានច្រើនហាត់ប្រាណការហាត់ប្រាណទៀងទាត់ជួយដល់ប្រព័ន្ធ metabolism និងសុខភាពបេះដូងដែលជួយទប់ទល់នឹងផលប៉ះពាល់នៃគ្រឿងពិនិត្យសុខភាពប្រសិនបើអ្នកជាអ្នកផឹកជាប្រចាំគួរទៅពិនិត្យសុខភាពជាទៀងទាត់ជាពិសេសមុខងារថ្លើមកម្រិតខ្លាញ់ក្នុងឈាមនិងសម្ពាធឈាម 4. សញ្ញាដែលត្រូវបញ្ឈប់អ្នកគួរពិចារណាកាត់បន្ថយឬឈប់ផឹកទាំងស្រុងប្រសិនបើអ្នកមានរោគសញ្ញាដូចជាមានអារម្មណ៍ថាត្រូវតែផឹកដើម្បីឲ្យស្ងប់អារម្មណ៍ឬដើម្បីចាប់ផ្ដើមថ្ងៃថ្មីចាប់ផ្ដើមប៉ះពាល់ដល់ការងារទំនាក់ទំនងឬទំនួលខុសត្រូវក្នុងគ្រួសារមានបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាឈឺក្រពះរលាកថ្លើមឬបញ្ហាគេងមិនលក់ចំណាំសំខាន់ការផឹកស្រាគ្មានកម្រិតណាមួយដែលត្រូវបានគេចាត់ទុកថាល្អចំពោះសុខភាពទាំងស្រុងនោះទេវិធីល្អបំផុតដើម្បីថែរក្សាសុខភាពឲ្យបានល្អប្រសើរគឺការកាត់បន្ថយឬឈប់ទទួលទានគ្រឿងស្រវឹងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសូមអរគុណសម្រាប់ការតាមដានសន្តាប់សូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ